ថ្ងៃនេះជាថ្ងៃមង្គលរបស់ជឺឈូជឺឈូដើម្បីនគរឈិញយើងនៅនគរចៅច្រើនឆ្នាំបានរៀបចំគោលការណ៍ត្រឹមត្រូវហើយនេះអ្នកទាំងអស់គ្នាមកចូលរួមពិធីមង្គលការជឺឈូចាប់ពីពេលនេះតទៅក៏คล้ายទៅជាកូនរបស់អ្នកស្រីបានន័យថាជាបុត្របង្កើតរបស់យើងដែរហើយជឺឈូមិននេះក្រាបទូលអ្នកទទួលតែងតាំងចូលក្នុងជឺឈូមានសម្ដៅល្អណាស់ហើយនគរឈិញនឹងចៅធ្វើសង្គ្រាមច្រើនឆ្នាំមកហើយឥឡូវត្រឡប់មកវិញដោយគ្មានរបួសអីបន្តិចណាទេហើយថែមទាំងជាព្រះរាជបុត្ររាជវង្សដែរនឹងណាអ្នកស្រីទទួលជឺឈូគឺមានប្រយោជន៍ពីរជឺឈូទុកថាមានគុណសម្បត្តិធំណាស់អញ្ចឹងអ្នកស្រីជ្រើសរើសអ្នកមានស្នាដៃដើម្បីបម្រើជាតិគុណសម្បត្តិធំធេងថ្ងៃក្រោយជឺឈូត្រូវស្ដាប់តាមបង្គាប់របស់អ្នកស្រីគ្រប់កាត់ទញ្ញូតាធរតើមែនទេបើមិនមែនលីពូវ័យទេជឺឈូប្រកាសជាត្រូវព្រះអង្គចៅសម្លាប់បានហើយរឿងអីរស់ដល់ថ្ងៃនេះពិតជាគួរឆ្ងល់មែនហ្មងហើយនេះកុំអាននេះវិញឆ្ងាយពេកបានទីនឹងតាមស្មានថ្ងៃក្រោយនឹងមានរឿងធំទៀតផងហើយព្រះបិតាអ្នកស្រីដល់ពេលនោះគេក៏ត្រូវស្ដាប់បញ្ជាពីលីពូវ័យដែរនឹងលីពូវ័យឈ្មោះចឹងហើយសៀមណាសៀមអូយណាសៀមចាប់លៀមចាប់ខ្លួនណាសៀមឈ្មោះចឹងហើយឈ្មោះចឹងហើយយ៉ាងមិនដែរនឹងមិនហើយកូនប្រុសឆាប់ហៅគ្រូពេទ្យមកiDramaHD.com មុននេះសម្រាប់បងប្អូនឥឡូវនេះព្រោះតែតំណែងជាព្រះរាជបុត្រក៏ទៅសម្រាប់បងប្អូននិងគ្រូរបស់គេនោះដូចជាប្រេផ្សាយពេកហើយដឹងទេមិនធ្វើជារាជបុត្រក៏ឲ្យទៅតែអ៊ីយ៉ិនជាបងប្អូនខ្ញុំសុកចិត្តចេញមុខមកការពារលីពូវ័យធ្វើឲ្យខ្លួនឯងមហោឈាមគេធ្វើបែបនេះគឺដើម្បីឈ្មួញចិត្តអាក្រក់របស់លីពូវ័យឯនេះសាហាវណាស់គេមិនសមជារាជបុត្រាឯនេះក៏រឹតតែមិនសមទៅទៀតណាមិនពិតទេរឿងរបស់អ្នកប្រុសគឺជារឿងមិនពិតទេក្រាបទូលព្រះអង្គអ្នកប្រុសជាឈូគឺទូមង្គមគឺជាអ្នកផ្ដើមគំនិតគ្មានតាក់ទងនឹងអ្នកប្រុសធំទេក្រោយពេលដែលដឹងទូកំហុសរបស់ទូមង្គមរួចហើយនោះគេក៏ចង់ធ្វើរឿងនេះគឺដើម្បីទទួលកំហុសចំនួនទូមង្គមគឺមកខំទេទូមង្គមជាអ្នកនិយាយលោកឈុំនិយាយទៅបិទមកទៅរឿងថ្ងៃនេះលោកជាអ្នកចេញបញ្ជាមែនហើយគឺទូមង្គមបញ្ចុះបញ្ចូលឲ្យអ្នកប្រុសធំធ្វើដូច្នេះព្រះអង្គទូមង្គមអប់រំអ្នកប្រុសធំអស់ពីលទ្ធភាពទៅហើយទូមង្គមសុខចិត្តទទួលទោសបើអញ្ចឹងលោកឆាងលោកដាក់ទោសប្រហារជីវិតទៅចុះអរព្រះគុណព្រះអង្គអ៊ីស៊ីមិនដេញចេញពីសន្យាធ្វើតបនៅព្រំដែន
អរព្រះគុណព្រះបិតាអ្នកប្រុសកុំប្រឹងប្រើកម្លាំងពេកណា អរគុណហើយលោកគ្រូពេន លាសិនហើយ លោកគ្រូ អ្នកប្រុសប្រហែលពេកហើយបើសិនជាស្លាប់ទៅបាត់ការប្រឹងប្រែងនឹងខ្លាចទៅជាអត់ប្រយោជន៍ណា លោកគ្រូសុខចិត្តលះបង់ជីវិតអ្វីៗសូម្បីតែជីវិតខ្លួនឯងក៏ដោយក៏ដើម្បីយើងទាំងអស់ឃើញថាលោកគ្រូមានគ្រោះថ្នាក់យើងធ្វើមិនដឹងមិនលឺ អ្នកប្រុសថ្ងៃក្រោយគឺជាអ្នកប្រុសក្រុងរាជដើម្បីជួយប្រជារាស្ត្រឲ្យផុតពីការលំបាកទាំងនេះនេះហើយជាប្រាថ្នារបស់យើងទាំងពីរនាក់ខ្ញុំលីពូវ័យស្លាប់គ្មានអីស្ដាយទេ លោកគ្រូខ្ញុំនិយាយទៀតទៅរបួសខ្ញុំមិនធ្ងន់ធ្ងរទេថ្ងៃក្រោយទៅពឹងលោកគ្រូជួយបម្រើការងារជាតិតទៅទៀតណា អ្នកប្រុសថ្ងៃក្រោយក៏ប្រហែលនឹងគ្រោះថ្នាក់ពេកណាមិនបានទេ សូមជម្រាបអ្នកប្រុសអ្នកស្រីសៀននៅខាងក្រៅចង់ជួបអ្នកប្រុស ដឹងហើយ ជួបមិនបានទេ មិនដែលមកកើតរបស់ខ្ញុំរឿងអីជួបមិនបាន បើអ្នកស្រីវាយ៉ាងដឹងថាអ្នកប្រុសពេលនេះជួបម្ដាយបង្កើតជាមិនផុតធ្វើឲ្យគេមានការសង្ស័យចំពោះអ្នកប្រុសមិនខានទេ ខ្ញុំមិនខ្វល់ទេ អ្នកប្រុស ចាំប្រុស អ្នកស្រី អ្នកម៉ែ កូនប្រុសម៉ែ អ្នកម៉ែ កូនប្រុស ម៉ែ អ្នកម៉ែ កូនប្រុស8ឆ្នាំហើយម៉ែនឹងឯងជារៀងរហូត កូនក៏ដូចគ្នាដែរ ពេលនេះពេលនេះកូនមានឋានៈជាបុត្រាត្រូវតែយកចិត្តទុកដាក់បម្រើអ្នកស្រីវាយយ៉ាងមិនចាំបាច់បារម្ភនឹងម៉ែពេកទេកុំឲ្យអ្នកស្រីយល់ច្រឡំណាដឹងទេកូន ធ្វើយ៉ាងនេះមិនបានទេ កូនប្រុសម៉ែថ្ងៃណាមួយคล้ายទៅជាព្រះរាជាអឈិញកូននឹងសម្រេចប្រាថ្នារបស់ម៉ែហើយ អ្នកស្រីវាយ៉ាងសួរថារបស់អ្នកប្រុសយ៉ាងម៉េចទៅហើយអាចបន្តកម្មវិធីបានឬក៏មិនបានទេ តើរបួសប៉ុណ្ណឹងទៅរួចទេ ទោះយ៉ាងណាកម្មវិធីថ្ងៃនេះទៅតែសម្រេចឲ្យបានណាជៀសវាងមានការប្រែប្រួល iDramaHD.com
ចាប់ផ្ដើមកម្មវិធី